Rập xô lục rốt là số này là các bạn nhung chung na sản hay đi cái chiều project này là video sẽ thay đổi nhung chắc là cái chiều project của mình chung thay like off for space ហើយ project នេះទាំងមូលគឺមេតិការបស់វាគឺតកតងជាមួយនឹង space ទាំងអស់ពេលទាំងអស់គ្នាចូលមកដំបូងអញ្ចឹងនេះគឺជា front end របស់យើងមាន explore ដែលយើងមានតកតងជាមួយនឹង home apod mission និង astronaut skywatching នេះគឺជា feature ដែលតកតងជាមួយនឹងព័ត៌មានរបស់យើងដល់ពេលដែលយើង scroll មកដល់យើងមានតកតងជាមួយនឹង feature new ដែលនឹងធ្វើការទាំងអស់គ្នាមើលទៅជាមួយនឹងផ្នែកនេះខ្ញុំប្រើជាមួយនឹង API ដែលខ្ញុំបង្កើតខ្លួនឯងផ្ទាល់អញ្ចឹងនៅក្នុងនេះខ្ញុំនឹងបង្ហាញតកតងជាមួយនឹងរូបភាពហើយនឹងព័ត៌មានទាំងអស់ដែលមាននៅថ្ងៃហ្នឹងឬក៏បានផុសនៅក្រោយៗទៀតហើយបន្តមកទៀតរបស់យើងគឺជា function ទាំង4នេះអានេះយើងមាន APOD SpaceX mission NASA astronaut ហើយនិង skywatching សម្រាប់4នេះហ្នឹងគឺយើងយក API មកពីគេទាំងអស់អញ្ចឹងយើងមិនតកតងជាមួយនឹង APOD មុនសម្រាប់ APOD នេះគឺជារូបភាព astronaut picture of the day cylinder ដែលគេថតមកពី Hubble Space អញ្ចឹងនៅពេលដែលយើងវាយពាក្យណាមួយឬក៏ថ្ងៃខែណាមួយវាបង្ហាញជារូបថតដែលគេបានថតនៅថ្ងៃហ្នឹងអញ្ចឹងយើងឃើញថាវាអូខេហើយអញ្ចឹងខ្ញុំទៅមើលនៅ mission ម្ដង mission នេះវិញវាមិនធ្វើការបង្ហាញពីរាល់ mission ដែល NASA បានធ្វើទាំងអស់ឧទាហរណ៍នេះគឺឈ្មោះថា Vulcan Sat Demosat ហើយក្រៅពីហ្នឹងយើងក៏អាច search បានដែរបន្តមកទៀតយើងមកមើល function astronaut របស់យើងម្ដង function astronaut គឺតាក់ទងជាមួយនឹងតើបេសកកម្មឬក៏ astronaut ម្នាក់ណាខ្លះដែលបានធ្វើដំណើរទៅនេះហើយគឺជា API របស់យើងដែលយើងទទួលបានមកស្ថិតតែជារូបភាពពី astronaut ទាំងអស់ហើយសម្រាប់ skywatching នេះគឺជាសង្ខេបរយៈពេលមួយសប្តាហ៍ចុងក្រោយនៃ APOD ថាតើរយៈពេលមួយសប្តាហ៍ចុងក្រោយហ្នឹងគេបាន display គេខ្លះហើយក៏បានថតគេខ្លះសម្រាប់ Hubble Scope ហ្នឹងអូខេអញ្ចឹងផ្នែក side end របស់យើងគឺអស់ហើយខ្ញុំនឹងធ្វើការ demo បន្តមកទៀតហើយនេះគឺជា page មួយដែលយើង feature video ហើយនេះគឺជា information center របស់យើងប៉ុន្តែនេះអត់មានអីទេហើយ image of the day នេះរូបហ្នឹងនឹងធ្វើការផ្លាស់ប្ដូរជារៀងរាល់ថ្ងៃអញ្ចឹងឧទាហរណ៍ថ្ងៃហ្នឹងវាលេងរូបហ្នឹងអញ្ចឹងថ្ងៃស្អែកវានឹងធ្វើការផ្លាស់ប្ដូរទៅរូបថ្មីទៀតអានេះក៏ជា API ដែរអញ្ចឹងមានតែប៉ុណ្្នឹងឯងប៉ុន្តែកលឹះដែលសំខាន់សម្រាប់ website របស់ខ្ញុំដែលខ្ញុំចង់បង្ហាញឥឡូវហ្នឹងគឺជាការ fix API ដល់ខ្លួនឯងជាមួយតកតងនឹងពីរ separate folder របស់យើងរវាង React.js ហើយនិង Laravel សម្រាប់ Laravel របស់ខ្ញុំគឺខ្ញុំប្រើជាមួយនឹង Filament អញ្ចឹងដើម្បីចូលមកក្នុង back end ខ្ញុំមិនធ្វើការ demo តកតងជាមួយនឹងការ upload ព័ត៌មានចូលទៅក្នុង front end របស់ខ្ញុំថាតើវា work អត់ដោយសារតែពីរនេះគឺខ្ញុំប្រើភាសាខុសគ្នាទាំងពីរអូខេវាចូលមកបានហើយអញ្ចឹងដំបូងតកតងមួយ dashboard ហ្នឹងគឺយើងមាន view new article new user ហើយនឹង active user ជាមួយនឹង new user ហើយយើងមាន activity សម្រាប់ track ដូចគ្នាអញ្ចឹងនៅក្នុងហ្នឹងយើងមាន article ដែលតកតងជាមួយនឹងការផុសព័ត៌មានអញ្ចឹងបើសិនជាខ្ញុំចង់ធ្វើការផុសព័ត៌មានខ្ញុំនឹងធ្វើការផុសពីក្នុងហ្នឹងតែរៀង slow បន្តិចហើយយើងមាន author ហ្នឹងគឺជាការសរសេរឈ្មោះអ្នកនិពន្ធចូលទី3ហ្នឹងគឺ tag ទី4ហ្នឹងគឺជា category ហើយចុងក្រោយរបស់យើងហ្នឹងគឺជា user នៅពេលដែលយើងចុចទៅលើពាក្យ user ហ្នឹងទៅវានឹងធ្វើការចែកចេញជាពីរទៀតគឺ admin ជាមួយនឹងuser អញ្ចឹងនេះអញ្ចឹងខ្ញុំធ្វើការសាកតាក់ទងជាមួយនឹងការបង្កើតព័ត៌មានមួយខ្ញុំបានសរសេរតមកហ្នឹងហើយអ្នកថា we love ខ្ញុំសរសេរនៅក្នុងនេះសិនដើម្បីឲ្យវាលឿន we love បាឈុន love you លោកគ្រូហើយ author ហ្នឹងគឺខ្ញុំដាក់ឈ្មោះខ្លួនឯងobviously ព្រោះខ្ញុំអ្នកបង្កើតហើយ tag នេះយើងចង់ដាក់ប៉ុន្មានក៏ដាក់ទៅហើយថ្ងៃនេះយើងនឹងធ្វើការដាក់រូបថតអញ្ចឹងខ្ញុំបញ្ជាក់ដែរសម្រាប់រូបថតហ្នឹងគឺខ្ញុំ store នៅ Cloudinary អញ្ចឹងវាអត់មានប៉ះពាល់អីទាក់ទងជាមួយនឹង local របស់ខ្ញុំទេ
អូខេយើងអាច create បានហើយប៉ុន្តែកន្លែងនេះវារៀង take time បន្តិចអញ្ចឹងវាបង្កើតបានហើយវានឹង redirect យើងទៅខាងមុខវិញអញ្ចឹងយើងចង់ដឹងថាតើអាព័ត៌មានមិញហ្នឹងវាបង្កើតបានអត់អូខេចាំវា redirect បន្តិចសិនអូខេបានហើយវាលើប៉ាឈុនហើយឥឡូវហ្នឹងខ្ញុំមិនធ្វើការ refresh វានៅ page នេះម្ដងអូខេយើងទទួលបានហើយគឺវាលើប៉ាឈុននៅពេលដែលយើងចុចចូលមកវាលើប៉ាឈុនតិចមួយសិនអញ្ចឹងខ្ញុំមក interview បន្តទៀតនៃតើដើម្បីឲ្យមើលដឹងថាអាហ្នឹងវាមិនអញ្ចឹងស្អីទាំងអស់គ្នារៀង slow អូខេ tag នេះ tag របស់យើងចេញមកហើយអានេះគឺជា category ហើយនៅក្នុងនេះគឺយើងមាន user យើងចែកចេញជាពីរនៅក្នុងនេះមើល back end យើងនឹងមើលបានតែ admin នេះសម្រាប់ user យើងសម្រាប់កំណត់ហ្នឹងគឺយើងមើលនៅខាងនេះអ្នកថតចូលមក website ខ្ញុំហ្នឹងអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូ